Hello ជំរាបសួរក៏ដូចជាសួស្តីមកកាន់ពុកម៉ែបងប្អូនជាដូនជាតាញាតិកាទាំង7សដានបាទថ្ងៃនេះចំណាយលុយអស់ 8,000 បាទចំណាយលុយអស់ 8,000 ដើម្បីទិញងាវយកមកប្រឡាក់ហាលជាមួយនឹងអំពិលទុំម្ដងមើលឲ្យតាន់ត្រេននឹងគេបាទថ្ងៃនេះប៉ុងយើងទិញ1គីឡូដែរតែងាវគេនឹងគេដាក់ប្រកាសមីក្រូគេលក់ថាកន្លះគីឡូ 8,000 កន្លះគីឡូ 8,000 រួចហើយក៏ខ្ញុំមិនហ៊ានទិញ1គីឡូទេគេលក់តែកន្លះគីឡូខ្ញុំក៏សម្រេចចិត្តថាទិញកន្លះគីឡូទៅបាទដើម្បីយកមកធ្វើងាវហាលអំពិលទុំម្ដងមើលបាទតែឥឡូវនេះរៀបចំដុសងាវយើងឲ្យវាភ្លឺលៀងបាទលើសូប្រោកប្រាក់តិចបងប្អូនពីព្រោះឲ្យនៅចកាក្រោយផ្ទះដើម្បីស្រោចដំណាំផងកាត់វីដេអូផងបើខាតពេលរោគប្រាក់តិចបងប្អូនណាបាទឲ្យតន់ត្រេនងាវហាលបើទុំនឹងគេម្ដងលាងរួចអីរួចហើយក៏យើងដាំទឹកដើម្បីស្រោចងាវឲ្យគ្រឿងរបស់យើងមានស្អីទេបងប្អូនមានខ្ទឹមសបន្តិចមកមើលម្ដេងបន្តិចមកម្ទេសបាទដាក់ជាមួយនឹងបើស្ករប៊ីចេងបុកឲ្យហើយមកចាំយើងយកមកប្រឡាក់ងាវបាទហើយចំណាយលុយអស់ 8,000 បាទសុខចិត្តអត់ចាក់សាំងម៉ូតូទេសាំងម៉ូតូចិត្តប្រហែលជា1លីត្រជាងតិចអញ្ចឹងយកមកចំណាយមកទិញងាវដើម្បីផលិតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាបាទឥឡូវគ្រឿងរបស់យើងបុករួចហើយបាទរៀបចំប្រឡាក់គ្រឿងបាទនិយាយពីថានិយាយត្រង់ងាវប្រឡាក់ហាលអំពិលទុំឆ្ងាញ់ជាងងាវឆាបងប្អូននិយាយត្រង់ឆ្ងាញ់មែនមិនអួតទេតាមការពិតចឹងមែនបាទនេះមើលបងប្អូនមើលរបស់គេនឹងក្រហមឆ្អិនឆ្អៅបាទលាក់រួចយើងគោយកស្រោមស្បោងមិនស្រោមណៃបងប្អូនស្រោមស្បោងដើម្បីយកមកចម្បាច់គ្រឿងឲ្យវាចូលជាតិដើម្បីយកទៅដាក់ហាលនិយាយពីថាជាមួយនឹងបាយបងប្អូនត្រូវគ្នាហើយជាពិសេសយើងមានទឹកអាមេរិកក្រូចឆ្មាតិចមកជំលក់ផ្ទាប់ទៀតឈ្ងុយជាមួយនឹងខ្ទឹមសហើយម្ដេងយើងហ្នឹងនិយាយពីឈ្ងុយបងប្អូនអែមស្រែមណានិយាយពីថាបាយឡើងអស់រលីងតែពីឆ្នាំងតែម្ដងបាទរួចហើយក៏យើងយកដាក់ក្នុងបង្ហូបឆ្នាំងដើម្បីហាលបាទអត់មានខាសមានអីគេទេដាក់ក្នុងបង្ហូបឆ្នាំងដើម្បីយកមកដាក់ហាលនេះយើងប្រមូលគ្រឿងអស់មកដើម្បីដាក់ចូលបាទងាវហាលអំពិលទុំរសជាតិនៅស្រុកខ្ញុំមិនចាញ់ស្រុកគេបាទឥឡូវហាលរួចបងប្អូនដល់ម៉ោងយកមកហូបនេះបាទខ្ញុំដើរនេះហាលស្ងួតថ្ងៃក្តៅចេះបងប្អូនថ្ងៃក្តៅចំពីលើតែម្ដងលោកស្ងួតជ្រៅហើយក៏ខ្ញុំសម្រេចចិត្តថាយកមកហូបបាយតែម្ដងបងប្អូនបាយនេះម៉ោង 7:01 ម៉ោង 2:10 7:01តោវាស្ងួតបងប្អូននិយាយពីថាអូយអែមស្រែមម្លេះលោកអើយនេះបងប្អូនតោះស្ដាប់លេងដើមនេះតទៅមួយបាយសាច់ជាតិប្រយយកអាបាយងាវហាលទៅទុំថ្ងៃមានងាវឆាងាវហាលដើម្បីហើយមួយយ៉ាងម្នាក់ដែរបងប្អូនសាច់មកគ្រឿងអំពិលទុំមកហូបអំពិលទុំក៏ឆ្ងាញ់ជាងងាវណាស់សាច់មកវិញណាមកហូបមួយខ្ញុំណាផ្អែមហ្មងបានបងប្អូនបានហើយ